nơi Japanอยู่ហើយតិចគ្នាយើងអត់តាម7-Eleven company ឬក៏ mart ផ្សេងអ្នកគ្នាអាចដកលុយនិងដាក់លុយបានទៅខ្មែរអត់មានប្របាទេបងប្អូនគ្នាហើយសម្រាប់សេវាវិញគឺអត់អស់ថ្លៃបងប្អូនគ្នាតែត្រឹមតែ300អីតិចតួចទេអញ្ចឹងថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនគ្នាអំពីការផ្ញើលុយទៅខ្មែរដោយកាត SBI បងប្អូនគ្នាអញ្ចឹងអ្នកគ្នាអាចផ្ញើកាតលុយ SBI ទៅតាម 7-Eleven company លោសងផ្សេងហ្នឹងបានដោយធនាគារយើងដែរបងប្អូនគ្នាហើយបានច្រើនដូចគ្នាហើយសេវាវិញតែ300ទេអញ្ចឹងសម្រាប់ការផ្ញើគឺស្រួលណាស់បងប្អូនគ្នាអញ្ចឹងដំបូងអ្នកគ្នាទៅរកសាខាណាមួយដែលចិត្តអ្នកផ្ទះអ្នកគ្នាទៅមិនថាលោសង company 7-Eleven ទេគឺអ្នកគ្នាអាចផ្ញើបានដូចគ្នាណាហើយសម្រាប់ការផ្ញើរបស់ខ្ញុំគឺផ្ញើតាមលោសងបន្តមកដល់ company ឬក៏លោសងអ្នកគ្នាឃើញទូអញ្ចឹងអ្នកគ្នាឃើញគឺទូបែបនេះឯងហើយអញ្ចឹងអ្នកគ្នាចុចកន្លែងកាតនេះមកហើយបន្តពីអ្នកគ្នាចុចកន្លែងកាតអ្នកគ្នាយើងដាក់កាត SBI យើងចូលណាហ្នឹងហើយដាក់ចូលទៅបន្តអ្នកគ្នាចុចដាក់កាតហើយវានឹងលោត query យើងនេះចុចចូលទៅណាហើយបន្តពីចុចចូលហើយវានឹងបើកកន្លែងឲ្យយើងដាក់លុយចូលហើយហ្នឹងហើយអញ្ចឹងអ្នកគ្នាដាក់លុយដែលអ្នកគ្នាចង់ផ្ញើនឹងចូលទៅហើយចាំតែបន្តិចទៅបានអ្នកគ្នាហ្នឹងហើយអញ្ចឹងនេះគឺចំនួនលុយដែលយើងផ្ញើអ្នកគ្នាឆែកមើលតើអ្នកគ្នាផ្ញើប៉ុន្មានយើងមើលតាមនឹងមិនត្រូវយើងចុចបញ្ជូនទៀតទៅហ្នឹងហើយនេះកន្លែងនេះគឺបញ្ជាក់ម្ដងទៀតហ្នឹងហើយអញ្ចឹងយើងមើលទៅត្រូវចំនួនយើងបញ្ជូនទៅណាអញ្ចឹងគឺការផ្ញើរបស់យើងរួចរាល់អ្នកគ្នាអរគុណច្រើន